បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលមកកាន់ Channel បាវសា Cambodia ទាំងអស់គ្នាពុកម៉ែបងប្អូនបាទថ្ងៃនេះផងដែរខ្ញុំបាទមានវីដេអូមួយទៀតហើយបាទមកចែកជូនពុកម៉ែបងប្អូនបាទទស្សនាផងដែរបាទហើយវីដេអូនេះគឺខ្ញុំបានមកផ្តិតនៅឯសំណង់ព្រែកសឿពុកម៉ែបងប្អូនបាទនៅថ្ងៃទី16 ខែ 6 ឆ្នាំ 2025 ផងដែរពុកម៉ែបងប្អូនបាទហើយនេះគឺជាទិដ្ឋភាពដែលពុកម៉ែបងប្អូនយើងបាទធ្វើដំណើរទៅវិញទៅមកផងដែរពុកម៉ែបងប្អូនបាទហើយថ្ងៃនេះខ្ញុំនឹងបាទលើកទៅលើចំណុចមួយបាទពុកម៉ែបងប្អូនដែលឆ្លងកាត់នៅសំណង់ព្រែកសឿពុកម៉ែបងប្អូនក៏មានការប្រុងប្រយ័ត្នផងដែរបាទហើយថ្ងៃនេះផងដែរគឺខ្ញុំបានបង្ហោះដ្រូនបាទហើយក៏ពុកម៉ែបងប្អូនយើងក៏ធ្វើដំណើរបាទទៅវិញទៅមកផងដែរបាទដោយសារមួយចំណុចនេះគឺគោយន្តបាទគោយន្តរបស់ពុកម៉ែបងប្អូនយើងបាទគឺបានឆ្លងកាត់ទៅលើថ្លាតនេះបាទគឺមានហានិភ័យផងដែរពុកម៉ែបងប្អូនបាទដោយសារគាត់ដឹកច្រើនពុកម៉ែបងប្អូនគឺឡើងអត់ចង់រួចពុកម៉ែបងប្អូនអាចមើលបានបាទនេះកំពុងតែចាប់ផ្ដើមប្រឹងមែនទែនបាទពុកម៉ែបងប្អូនបាទនិយាយរួមក៏មានពុកម៉ែបងប្អូនយើងនៅខាងហ្នឹងដែរបាទនេះក៏កំពុងឡើងមែនទែនបាទឡើងបាទខៃចុះខៃឡើងពុកម៉ែបងប្អូនមើលខៃឡើងមែនទែនពុកម៉ែបងប្អូននិយាយរួមខៃឡាស់ហើយខ្ញុំបានថតខ្ញុំបានជួយពុកម៉ែបងប្អូនបាទបាទមកស្ទុះឡើងមកបានមានបងប្អូនយើងបាទមួយចំនួនគាត់បានដើរមកដើម្បីចាប់ផ្ដើមរុញភាសាទៀតពុកម៉ែបងប្អូនបាទឥឡូវយើងចាំតាមដានទាំងអស់គ្នាពុកម៉ែបងប្អូននេះកំពុងតែចាប់ផ្ដើមហៅគ្នាមកជួយរុញហ្នឹងបាទបើសិនជាអត់មានបាទពុកម៉ែបងប្អូនយើងបាទច្រើនទេគឺអាចនឹងមានជាបញ្ហាដែរបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលធ្វើដំណើរឆ្លងកាត់ទៅលើថ្លាតហ្នឹងផងដែរបាទគឺហានិភ័យបាទវាមិនថាឡើងដល់ចំណុចខាងលើទេប៉ុន្តែវាល្អិលណាពុកម៉ែបងប្អូនបាទឡើងអត់ចង់រួចដោយសារដាក់អីវ៉ាន់ច្រើនពេកនៅខាងលើឬពុកម៉ែបងប្អូនយើងដាក់ជីផងបាទផ្ទៃម្សុទ្ធផងបាទឥឡូវចាប់ផ្ដើមម្ដងទៀតពុកម៉ែបងប្អូននេះកំពុងចាប់ផ្ដើមរុញបាទរុញទៅវេទៅខាងទៅទឹកបាទឥឡូវក៏បានសម្រេចផងដែរពុកម៉ែបងប្អូនបាទអញ្ចឹងក៏មានហានិភ័យដែរសម្រាប់ពុកម៉ែបងប្អូនបាទនៅខាងព្រែកសឿពុកម៉ែបងប្អូននៅការឆ្លងកាត់គឺពិបាកបន្តិចពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបាទបន្ទាប់ពីបាទជួយទៅដល់ហើយពុកម៉ែបងប្អូនបាទបែរមកមើលបាទទិដ្ឋភាពបាទជាក់ស្ដែងនៅសំណង់ព្រែកសឿវិញបន្ថែមទៀតពុកម៉ែបងប្អូនបាទហើយថ្ងៃហ្នឹងផងដែរគឺត្រីដូចជាមិនត្រូវទេពុកម៉ែបងប្អូនបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលឆ្លងកាត់ទៅលើថ្លានពុកម៉ែបងប្អូនគួរតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទព្រោះទឹកនេះគឺបុកខ្លាំងណាស់បាទពុកម៉ែបងប្អូនអាចឃើញទិដ្ឋភាពបាទនេះគឺទឹកបុកបាទបើសិនថាធ្លាក់វិញឧទាហរណ៍ស្មើទោសពុកម៉ែបងប្អូនគឺហានិភ័យខ្ពស់ដែរពុកម៉ែបងប្អូនបាទតែប្រហែលថ្ងៃមុនកន្លែងស្ពានពុកម៉ែបងប្អូនបាទក៏មានពុកម៉ែបងប្អូនយើងគាត់បរនៅខាងលើដែរពុកម៉ែបងប្អូនហើយក៏មានការធ្លាក់ប៉ុន្តែក៏អត់មានជាគ្រោះថ្នាក់ដល់ពុកម៉ែបងប្អូនយើងដែរបាទគាត់ថាធ្លាក់បានយកអាគុយយន្តចេញមកវិញពុកម៉ែបងប្អូនបាទហើយនេះគឺទឹកច្រើនមែនទែនពុកម៉ែបងប្អូនបាទគឺទឹកមកច្រើនមែនទែនបាទហើយទឹកនេះក៏មកពីប៉ៃលិនដែរពុកម៉ែបងប្អូនមកដល់សឿហើយបានឆ្ពោះទៅសំណង់ព្រែកចំណោមពុកម៉ែបងប្អូនបាទទឹកល្អក់ផងដែរបាទហើយការរកត្រីរបស់ពុកម៉ែបងប្អូនយើងក៏រកមិនសូវបានទេពុកម៉ែបងប្អូននៅថ្ងៃនេះផងដែរបាទកាលពីម្សិលមិញបាទទឹករៀងមិនឡើងជាប្រមាណទេបាទប៉ុន្តែពុកម៉ែបងប្អូនយើងអាចបាទរកត្រីបានផលច្រើនផងដែរពុកម៉ែបងប្អូនបាទបានឆ្ពិនបានត្រីរៀលអីផងដែរពុកម៉ែបងប្អូនបាទសូម្បីតែមើលទឹកគឺគួរខ្លាចដែរពុកម៉ែបងប្អូនបាទហើយទឹកនេះផងដែរកាលពីឆ្នាំត្មិញផងដែរពុកម៉ែបងប្អូនបាទក៏មានបាទពុកម៉ែបងប្អូនយើងមកបងក៏គាត់បានបាត់បង់អាយុជីវិតផងដែរពុកម៉ែបងប្អូនដោយសារការល្អិលគាត់បង់ត្រីពុកម៉ែបងប្អូនដល់ល្អិលទៅក៏អឺបាទក្បាលផ្នែកខាងក្បាលគាត់គឺថានេះដឹងទេចូលទៅនេះទៅក៏ដាក់ដៃក៏ទាញនៅលើសំណាញ់បាទអញ្ចឹងក៏ហែលមិនរួចពុកម៉ែបងប្អូនអញ្ចឹងក៏បាត់បង់ជីវិតផងដែរពុកម៉ែបងប្អូនបាទទឹកនេះគឺបន្តកាន់តែខ្លាំងឡើងផងដែរពុកម៉ែបងប្អូននេះបាទហើយទិដ្ឋភាពបាទនៅបាទរដូវនេះផងដែរពុកម៉ែបងប្អូនបាទទិដ្ឋភាពគឺស្អាតមែនទែនបាទក្នុងរដូវនេះគឺទឹកឡើងបាទកាន់តែខ្លាំងផងដែរបាទហើយនៅខាងព្រែកសឿផងដែរពុកម៉ែបងប្អូនគឺទឹកមិនអាចបង្កជាផលប៉ះពាល់ដល់ដំណាំស្រូវរបស់ពុកម៉ែបងប្អូនយើងប៉ុន្មានទេពុកម៉ែបងប្អូនបាទមកបាទហើយក៏ហូររលូនទៅខាងបាទព្រែកចំណោមបាទប៉ុន្តែសម្រាប់ព្រែកចំណោមដូចខ្ញុំបានបង្ហោះកាលពីវីដេអូទី1ពុកម៉ែបងប្អូនគឺចាប់ផ្ដើមរាងលិចបាទប៉ុន្តែនៅខាងសឿយើងអត់ជាបញ្ហាទេពុកម៉ែបងប្អូនដោយសារមានទំនប់បាទសងខាងរាងខ្ពស់ដែរពុកម៉ែបងប្អូនបាទប៉ុន្តែសម្រាប់ខាងបន្លាយដែលបាទអត់សូវមានបាទទំនប់ខ្ពស់ៗអីអាចនឹងហៀពុកម៉ែបងប្អូនបាទហើយឆ្នាំនេះផងដែរបាទដំណាំផលស្រូវរបស់ពុកម៉ែបងប្អូនយើងគឺល្អខ្លាំងមែនទែនពុកម៉ែបងប្អូនបាទ
ហើយទឹកនៅតែប៉ុណ្ណេះសិនល្អដែរពុកម៉ែបងប្អូនប៉ុន្តែបើឡើងទៀតអាចនឹងមានបញ្ហាហើយពុកម៉ែបងប្អូនដោយដូចនៅសំណងពេកចំណោមផងដែរពុកម៉ែបងប្អូនបាទហើយវីដេអូនេះផងដែរបាទហើយបើសិនបើជាពុកម៉ែបងប្អូនទាំងអស់គ្នាបាទពេញចិត្តនៅវីដេអូរបស់ខ្ញុំបាទសូមជួយចុចនៅប៊ូតុង Subscribe ម្នាក់មួយពុកម៉ែបងប្អូនបាទហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូថ្មីៗបាទទាក់ទងទៅលើទេសភាពបាទជនបទស្រុកស្រែចម្ការរបស់យើងពុកម៉ែបងប្អូនបាទមិនថាទឹកជំនន់មិនថាការបង់ត្រីឬក៏ទេសភាពបាទតំបន់ទេសចរផ្សេងៗខ្ញុំនឹងព្យាយាមបាទធ្វើចែកជូនពុកម៉ែបងប្អូនបាទទស្សនាទាំងអស់គ្នាបាទហើយទិដ្ឋភាពបាទភ្លេចសៀកមើលទៅពិតជាស្រស់ស្អាតមែនទែនបាទហើយមួយវិញទៀតពុកម៉ែបងប្អូនបាទប្រសិនបើខ្ញុំបានអធិប្បាយមិនបានខ្វះក្បាយក៏សូមអធ្យាស្រ័យពុកម៉ែបងប្អូនបាទពីចម្ងាយផងដែរបាទហើយខ្ញុំនឹងខិតខំព្យាយាមបាទកែលម្អនៅចំណុចខ្វះខាតរបស់ខ្ញុំបាទឲ្យកាន់តែល្អជាងមុនផងដែរដើម្បីចែកជូនបាទទស្សនីយភាពបាទវីដេអូប្លែកៗចែកជូនពុកម៉ែបងប្អូនបាទទស្សនាទាំងក្នុងប្រទេសនិងក្រៅប្រទេសពុកម៉ែបងប្អូនបាទហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមជួយចុចប៊ូតុង Subscribe ម្នាក់មួយបាទដាក់ពាក្យកណ្ដឹងបាទនៅពេលដែលខ្ញុំបាទបានធ្វើវីដេអូថ្មីៗពេលនោះពុកម៉ែបងប្អូនបាទនឹងទទួលបានវីដេអូដែលខ្ញុំបាទបង្ហោះផងដែរបាទចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាបាទតាមដានវីដេអូរបស់ខ្ញុំថាតើទិដ្ឋភាពនៅសំណង់ពេកសឿយ៉ាងម៉េចដែរសូមពុកម៉ែបងប្អូនបាទទស្សនាដូចតទៅបាទជួបគ្នានៅវីដេអូក្រោយទៀតពុកម៉ែបងប្អូនបាទសូមអរគុណត្រូវបងចាំមើលទៅចាំមើលទៅឡាយតានេះចាំមើលបងនេះទេឡើងមកពីថ្ងៃមុនមកបាក់ក្រមនោះមកថ្ងៃនេះមកក្រោលើចុះ
Him chó. Chết ba một clip không?
บองร้องฮันไปเชียบกล้องตั้งแต่หักกล้องตั้งแต่ไปเชียบกล้องตั้งแต่เขาร้องเลยครับร้องแม่เลื่อนเชียงมันต้องอยู่ครับทางมันโตตริดเขาไปสุดแต่สุดแต่สุดมากเลยทางตริดเราไปเชียงนี่เรื่องแต่ไม่ยังไงกันมาเล่นแต่อันนี้เป็นเรื่องในเวลาที่เขาสูบบ้าก็ต้นเนี้ยแต่วิชาทำอะไรอย่างนี้ตาลงเรื่อยเชียวเรียบก็สัตว์ต่างๆเราดูอ้าวมันเห็นเราไปน้ำจะเป็นเปล่าจะต้องออกโอ้โหรถไฟเป็นไม้เราเรื่องไปโดนเมาจับมาđó khôngเรื่องไปโดนนะที่นั่นเจอไปโดนบ่บ่อยเอาเข้ามาลงได้มากระโลลงได้มากระโลมันได้เปล่าพอสโตรน่ะบอลพอสโตรน่ะมันดูเมามันข้าวพอสโตรน่ะคือมันก็ยังมองเจอดูเมาในเวลาที่ตรินมันเป็นเราที่เราได้เรื่องอะไรที่เรามาคิดอยู่มาข้าวไหมพอสโตรอะไรมองมองเนี่ยแบบว่าเราบอยก่อนบ้านเลยไอ้ทอดแบบเป็นคอยกินมือโอ้กระเดาไม่นี่กระเดาดึงซ่อมไหมซ่อมดึงมอครบกระดอยโอ้มือจ้องเคยโอ้ตรูนนะพี่มันจนบังขนาดเลยตรูนบังขนาดเลยคุณไม่อยากตรูนไทยมาแม่เนี่ยนะไม่บอกอยู่แม่คิดก็คือตรูนไทยไม่เนี่ยตรูนไม่khôngตัดđược cũng hay rồi đừng lưu pa rồi phải pa ra cái banh ơi tranh tìm đi lên chơi đắng à nên em hay cho đây làm tranh tao áo đi vô như à rồi